បាទសួស្តីប្រិយមិត្តទាំងអស់គ្នាស្វាគមន៍មកកាន់ Channel S Film Recap នៅក្នុងវីដេអូនេះមាននឹងធ្វើការសម្រាយរឿងមួយរឿងនេះគឺមានចំណងជើងថា The Forbidden City បាទចឹងចង់ដល់ដំណើររឿងរបស់យើងមានការវិភាគបញ្យុទ្ធគ្នាកាប់ចាក់បាញ់បោះល្អមើលយ៉ាងណានោះយើងតាមដានទស្សនាជាមួយនឹង admin ទាំងអស់គ្នាបាទសេរីរឿងរបស់យើងចាប់ផ្ដើមឡើងនៅក្នុងភូមិជនបទនៅក្នុងប្រទេសចិនដោយបង្ហាញឃើញនៅឪពុកម្នាក់កំពុងតែបង្រៀនក្បាច់គុណទៅកាន់កូនស្រីរបស់គាត់ទាំងពីរនាក់កូនស្រីច្បងមានឈ្មោះថាយុនមើលទៅហាក់ដូចជាមិនចង់រៀនប្រមាណទេខណៈដែលកូនស្រីពៅវិញមានឈ្មោះថាម៉ែគឺពោពេញទៅដោយធម៌ភាពក៏ដូចជាមានភាពរំភើបមែនទែននៅក្នុងការបង្ហាត់ក្បាច់គុណនឹងតែគ្រប់យ៉ាងក៏ត្រូវបានបង្អាក់នៅពេលដែលមានមនុស្សម្នាក់បានមកដល់ទីនឹងបរិសុទ្ធជាពុកក៏បានប្រាប់ឲ្យភរិយានាំនាងតូចមេទៅលាក់ខ្លួនបាទតាមពិតទៅនៅពេលហ្នឹងគឺប្រទេសចិនគឺមានគោលនយោបាយមួយគឺថាគ្រួសារមួយហ្នឹងគឺឲ្យមានកូនតែម្នាក់តែប៉ុណ្ណោះចឹងហើយវត្តមានរបស់នាងតូចមេមិនអាចដឹងដល់រដ្ឋាភិបាលហើយនារីរាជាម្ដាយកំពុងតែលុំលោមទៅកាន់នាងមេថាកុំឲ្យចង់វឹកហាត់ឲ្យទៀតសង្ងំលាក់ខ្លួននៅទីនឹងហើយនាងមិនព្រមទេរហូតដល់អ្នកស្រីបានហុចចាប់កតាស់ឲ្យទៅទើបនាងមេនៅស្ងៀមហើយចាប់តាំងពីពេលហ្នឹងមកគឺថាវត្តមានរបស់នាងមេគឺមិនត្រូវបានឃើញទៀតនោះទេប្រហែលឆ្នាំក៏បានកន្លងផុតទៅជាឃើញថានាងតូចមេគឺបានធំពេញរូបពេញរាងហើយឥឡូវហ្នឹងដែរនាងកំពុងតែស្ថិតនៅក្នុងឡានដឹកទំនិញនៅក្នុងចំណោមជនតបវេសខុសច្បាប់ជាច្រើនអ្នកដែលកំពុងត្រូវបានដឹកជញ្ជូនទៅកាន់ទីតាំងដែលមិនស្គាល់មួយកន្លែងនៅពេលដែលគេបានទៅដល់ទីនោះកញ្ញាមេក៏ដូចជាអ្នកផ្សេងទៀតត្រូវបាននាំមកចំពោះមុខនារីដ៏សាហាវខុសខើម្នាក់ដែលបញ្ជាឲ្យគេធ្វើការណាតែមុននឹងធ្វើការនារីម្នាក់ហ្នឹងបានបញ្ជាឲ្យគេដោះសម្លៀកបំពាក់ចេញសិនកញ្ញាមេរបស់យើងមិនស្ដាប់នោះទេនាងក៏បានសួរពាក់ព័ន្ធជាមួយនឹងបងស្រីរបស់នាងដោយក្តីកំហឹងនារីម្នាក់ហ្នឹងក៏បានបញ្ជាឲ្យអ្នកយាមចាត់ការទៅកាន់កញ្ញាមេរបស់យើងណាប៉ុន្តែខណៈពេលដែលគេចូលទៅចិត្តកញ្ញាមេក៏បានវាប្រហារទៅកាន់ពួកគេបានយ៉ាងងាយឲ្យបណ្ដាឲ្យពួកគេដេកដួលមានរបួសអញ្ចឹងទៅក្រោយពីបានវាប្រហារប៉ុណ្ណឹងទៅកញ្ញាមេរបស់យើងក៏បានសួរនារីម្នាក់នឹងម្ដងទៀតហើយតែនារីម្នាក់នឹងមិនព្រមនោះទេចឹងហើយធ្វើឲ្យកញ្ញាមេវាប្រហារទៅកាន់នារីម្នាក់ហ្នឹងហើយក៏បានគម្រាមកំហែងទៅកាន់បរិសុទ្ធចំណាស់ម្នាក់ទៀតហើយបរិសុទ្ធចំណាស់ម្នាក់ហ្នឹងក៏បានចង្អុលទៅកាន់ចន់លើចឹងទៅខណៈពេលដែលកញ្ញាមេរបស់យើងកំពុងតែផ្លាស់ទីទៅចន់លើនោះឃើញថាអ្នកយាមទាំងឡាយក៏បានចូលមកវាប្រហារទៅកាន់នាងទៀតហើយតែកញ្ញាមេរបស់យើងក៏បានប្រើ CD ជាវត្តមុតស្រួចបើការវាប្រហារបណ្ដាពួកគេមានរបួសជាច្រើនអ្នកមែនតែនហើយបន្ទាប់ពីហ្នឹងទៅកញ្ញាមេរបស់យើងក៏បានមកដល់ចន់លើហើយក៏ព្យាយាមឆែកឆេររកគ្រប់បន្ទប់នឹងឯងមកដល់ចំណុចមួយអ្នកយាមម្នាក់ក៏បានចាប់វាប្រហារទៅកាន់នាងណាតែកញ្ញាមេរបស់យើងក៏បានប្រើក្បាច់គុណកុងហ្វូរបស់នាងចាត់ការទៅកាន់បរិមម្នាក់ហ្នឹងហើយបន្ទាប់ពីហ្នឹងទៅនារីចំណាស់ម្នាក់ក៏បានចេញមកជួបកញ្ញាមេរបស់យើងក៏បានប្រាប់ឈ្មោះបរិមម្នាក់ដែលមានឈ្មោះថា Alfredo ដែលជាម្ចាស់ភោជនីយដ្ឋានអ៊ីតាលីឬប៉ុណ្ណឹងទៅកញ្ញាមេរបស់យើងក៏បានបញ្ញាប់បញ្ញារត់ចេញពីទីហ្នឹងខណៈពេលអ្នកយាមទាំងឡាយកំពុងដេញតាមប្រម៉ាញ់នាងចុះឡើងរហូតដល់ទៅផ្ទះបាយហ្នឹងកញ្ញាមេរបស់យើងក៏បានប្រើគ្រឿងក្រៅសម្ភារៈផ្ទះបាយក៏ដូចជាប្រេងនៅកំពុងក្តៅដោយការវាប្រហារទៅកាន់ពួកគេឲ្យដេកដួលគ្មានសេះសល់នោះទេកញ្ញាមេរបស់យើងក៏បានចេញពីផ្ទះបាយហ្នឹងទៅដល់ខាងមុខហាងតែប៉ុន្តែកន្លែងហ្នឹងគឺជាភោជនីយដ្ឋានចិនណាហើយកញ្ញាមេរបស់យើងក៏បានជួបជាមួយនឹងម្ចាស់ហាងដែលមានឈ្មោះថាវាងដែរតែមិនបាននិយាយអ្វីទេនឹងក៏បានចេញមកខាងក្រៅហើយនឹងក៏បានបន្តដំណើរនៅក្នុង China Town នៅក្នុងប្រទេសអ៊ីតាលីនៅក្នុងទីក្រុងរ៉ូមនឹងចុះឡើងឆែកឆេររកមើលគ្រប់កលុកកលៀតទៅគឺបានឃើញនៅភោជនីយដ្ឋានអ៊ីតាលីរបស់លោក Alfredo នឹងឯងហើយកញ្ញាមេរបស់យើងក៏ត្រូវបានអ្នករត់តុកម្នាក់អញ្ជើញឲ្យអង្គុយពេលនោះដែរកញ្ញាមេរបស់យើងក៏បានសម្លឹងឃើញរូបថតនៅលើជញ្ជាំងក៏បានស្គាល់នៅបរិមម្នាក់ដែលមានឈ្មោះថា Alfredo ហ្នឹងណាបាទយើងមើលនៅក្នុងផ្ទះបាយនេះវិញឃើញថាចុងភៅម្នាក់ដែលមានឈ្មោះថា Marelo កំពុងតែមានទទួលការកំងផងចំអិនម្ហូបខ្លួនឯងផងគាត់មានការខឹងជាខ្លាំងដែលពុករបស់គាត់ Alfredo មិនដឹងជាបាត់ទៅណាបាត់ណាបាទហើយនៅពេលដែលកញ្ញាមេរបស់យើងចូលមកក្បែរបរិមម្នាក់ហ្នឹងនោះនាងក៏បានប្រើប្រាស់នៅកម្មវិធីបកប្រែភាសាដើម្បីសួរនាំពាក់ព័ន្ធជាមួយលោក Alfredo ពេលលើសំណួរទៅមើលឪពុកនោះគឺធ្វើលោក Marelo កាន់តែខឹងទៀតហើយមិនព្រមឆ្លើយនោះទេកញ្ញាមេរបស់យើងក៏អស់ការអត់ទ្រាំដូចគ្នាក៏បានវាប្រហារទៅកាន់គាត់បង្ខំឲ្យគាត់និយាយនឹងឯងទីផុតទៅកញ្ញាមេរបស់យើងក៏បានដឹងថាលោក Alfredo នឹងក៏បានពង្រត់គ្នាជាមួយនឹងនារីជនជាតិចិនម្នាក់ទំនងជាបងស្រីរបស់កញ្ញាមេនឹងឯងបាទយើងប្រហែលតទៅនឹងទៅសាច់រឿងរបស់យើងក៏បានបង្ហាញឲ្យឃើញនៅមេជនអន្តពាម្នាក់ដែលមានឈ្មោះថា Hannibal កំពុងតែដើរទាលុយគេចុះឡើងជាមួយនឹងអង្គរៈរបស់ខ្លួន2នាក់ហើយគាត់ក៏បានមកដល់ភោជនីយដ្ឋាននឹងគាត់ត្រូវបានស្វាគមន៍រាក់ទាក់ដោយក្មួយប្រុសរបស់គាត់គឺលោក Marelo នឹងឯងគាត់ក៏បានប្រាប់អំពីវត្តមាននារីជនជាតិចិនម្នាក់ដែលបានវាប្រហារទៅកាន់គាត់សួររកលោក Alfredo ឮបែបនេះលោក Hannibal ពិតជាខឹងជាខ្លាំងគាត់មិនឲ្យនរណាម្នាក់មកញ៉ៃទឹកដីរបស់គាត់បែបនេះទេជាពិសេសគឺអ្នកដែលហ៊ានធ្វើបាប
គ្រួសាររបស់គាត់បែបនេះណាមានការសាកសួរនៅទេគាត់ក៏បានតម្រង់ទៅកាន់ភោជនីយដ្ឋានចិនប្រឈមមុខជាមួយនឹងលោកវាងចោទលោកវាងនៅពេលក្រោយការវាយប្រហារក្មួយប្រុសរបស់គាត់ណាលោកវាងក៏បានបដិសេធថាគាត់មិនដឹងអ្វីទេតែលោកហានីបលនៅតែមិនជឿហើយគាត់បង្ខំឲ្យលោកវាងត្រូវទៅខំគ្រប់មធ្យោបាយស្វែងរកនារីម្នាក់ហ្នឹងឲ្យឃើញបាទជាមួយគ្នាដែរវិញឃើញថាអ្នកស្រី Lena ដែលជាភរិយារបស់លោក Alfredo ពិតជាមានការសង្ឃឹមជាខ្លាំងដែលប្តីរបស់ខ្លួនបានពង្រត់គ្នាជាមួយនឹងនារីជនជាតិចិនទៅចោលនាងណាអ្នកស្រីក៏បានដុតកំតិចឲ្យវាយវ៉ាន់របស់សេះសកុំឲ្យជាប់អតីតកាលជាមួយគ្នាចឹងទៅពេលយប់ក៏បានបន្តឲ្យឃើញថាលោកហានីបលក៏បានមកជួបជាមួយលោក Marelo ក៏បានសួរនាំពាក់ព័ន្ធជាមួយនឹងរូបរាងនារីដែលវាប្រហារទៅកាន់គាត់តែមុនពេលលោក Marelo បានពន្យល់អ្វីនោះកញ្ញាមេរបស់យើងក៏បានបង្ហាញខ្លួននៅមាត់ទ្វារកូនចៅរបស់លោកហានីបលក៏បានដេញប្រមាញ់នាងចុះឡើងហើយកញ្ញាមេរបស់យើងក៏បានបោកឲ្យពួកគេទៅដល់កន្លែងឃ្លាំងបិទចិត្តមកកន្លែងនៅពេលនោះកញ្ញាមេរបស់យើងក៏បានធ្វើការចាត់ការទៅកាន់កូនចៅម្នាក់របស់លោកHannibal ណាហើយកូនចៅម្នាក់ទៀតដែលឃើញថាគ្នារបស់ខ្លួនកំពុងតែយ៉ាប់យ៉ឺនក៏ព្យាយាមទៅជួយណាតែយ៉ាងណាក៏ដោយក៏ត្រូវបានកញ្ញាមេរបស់យើងប្រើប្រាស់ច្រាសដើម្បីធ្វើការវាយប្រហារបរិមម្នាក់នឹងឲ្យដេកដូចគ្នាបាទបន្ទាប់ពីនឹងទៅឃើញថាលោក Hannibal ក៏បានឃើញថាកូនចៅរបស់ខ្លួនពីរនាក់នឹងពិតជាបបងបាយមែនទែនត្រូវបានកញ្ញាមេនឹងវាយបាក់ស្វាតែម្ដងជួនគ្នាដែរយើងត្រឡប់មកកាន់ភោជនីយដ្ឋាននេះវិញលោក Marelo កំពុងតែត្រៀមញ៉ាំអាហារប៉ុន្តែនៅពេលដែរឃើញថាកូនចៅម្នាក់របស់លោកវាងក៏បានបង្ហាញខ្លួនអ្នកដែលនាំអពាក់នឹងមកគឺជាកញ្ញាមេនឹងឯងហើយបរិះម្នាក់នឹងដែរជាអ្នកដែលបានដឹងរឿងពាក់ព័ន្ធជាមួយនឹងកញ្ញាយុននិងលោក Alfredo នឹងឯងមិនខ្ជះជាពេលវេលានោះទេបរិះម្នាក់នឹងក៏បាននាំពួកគេទាំងពីរនាក់ទៅកាន់កន្លែងទីវាលមួយទៅដល់ទីនោះដែរពួកគេក៏បានចាប់ផ្ដើមជីកដីចោះជីកឡើងទៅក៏បានឃើញរឿងដែលគួរភ្ញាក់ផ្អើលវាគឺជាសាកសពរបស់កញ្ញាយុននិងលោក Alfredo នឹងឯងឃើញបងស្រីរបស់ខ្លួនស្ថិតនៅក្នុងស្ថានភាពបែបនេះកញ្ញាមេក៏បានលើកសាកសពបងស្រីរបស់ខ្លួនប្រើប្រាស់រថយន្តរបស់លោក Marelo បើកចាក់ចែងពីទីហ្នឹងខណៈពេលលោក Marelo ឯវិញក៏បានតាក់ទងទៅកាន់លោក Hannibal ដោយបានប្រាំអំពីការស្លាប់បាត់បង់ជីវិតនៅឪពុករបស់ខ្លួនបានទៅពេលដែលលោក Hannibal បានមកដល់ទីហ្នឹងគាត់ក៏ព្យាយាមរងាប់អារម្មណ៍លោក Marelo ហើយបន្ទាប់ពីហ្នឹងទៅជាមួយគ្នាដែរយើងឃើញថាកញ្ញាមេក៏បាននាំសាកសពបងស្រីរបស់ខ្លួនមកកប់នៅកន្លែងឆ្នេរសមុទ្រនឹងឯងមុនពេលដែលនាងកប់នោះនាងក៏បានដាក់នៅចាបកដាស់ចូលទៅខាងក្នុងជាមួយនឹងសាកសពបងស្រីរបស់នាងចឹងទៅពេលព្រឹកក៏បានមកដល់ឃើញថាលោក Hannibal ក៏បានជួយលោក Marelo កប់សាកសពលោក Alfredo ផងដែរហើយគាត់ក៏បានប្រាប់ថាការស្លាប់បាត់បង់ជីវិតលោក Alfredo នឹងត្រូវចាត់ទុកជារឿងអាថ៌កំបាំងចឹងទៅដើម្បីការពារកេរ្តិ៍ឈ្មោះកិត្តិយសគ្រួសារមួយហ្នឹងបន្ទាប់ពីហ្នឹងទៅគាត់ក៏បាននាំលោក Marelo ទៅកាន់ apartment ជាទីដែលលោក Alfredo បានជួលរួមរស់ជាមួយនឹងកញ្ញាយុនណាលោក Hannibal ក៏បានបញ្យល់ថាគាត់ព្យាយាមបញ្ចុះឲ្យលោក Alfredo នឹងបោះបង់កញ្ញាយុនត្រឡប់មកកាន់គ្រួសារវិញដែរប៉ុន្តែក្តីស្រឡាញ់គឺបានធ្វើឲ្យគាត់នឹងវង្វេងវង្វាន់គ្មានដឹងអីទេទីប៉ុតទៅលោក Alfredo នឹងគឺជ្រើសរើសនៅរួមរស់ជាមួយនឹងកញ្ញាយុននឹងគាត់ក៏មិននឹកស្មានថាទទួលលទ្ធផលបែបហ្នឹងដោយសារតែរីម្នាក់នឹងដូចគ្នាថ្ងៃបន្ទាប់ក៏បានមកដល់យើងឃើញថាក្តីកំហឹងលោក Marelo ក៏បានចាប់កាន់កំបិតមួយហើយក៏បានធ្វើដំណើរឆ្ពោះទៅកាន់ភោជនីយដ្ឋានចិនដើម្បីធ្វើការសងសឹកតែគាត់ក៏ត្រូវបានកូនចៅរបស់លោកវាងវាយប្រហារបណ្ដាឲ្យខ្ទាតចេញមកខាងក្រៅនឹងឯងជាមួយគ្នាដែរឃើញថាកញ្ញាមេក៏បានសម្រុកចូលទៅដល់ទីស្នាក់ការរបស់លោកវាងដូចគ្នានៅក្នុងបន្ទប់នាងក៏បានបន្លំខ្លួនបាទតុបតែងខ្លួនយ៉ាងណាក៏ដោយដើម្បីកុំឲ្យគេស្គាល់ណាជាមួយគ្នាដែរលោកវាងក៏បានប្រកបប្រកាសទៅកាន់ភ្ញៀវទាំងឡាយថាកូនប្រុសរបស់ខ្លួននឹងរៀបចំ concert ដ៏ធំមួយពេលនោះភ្ញៀវម្នាក់ក៏បានសើចចំអកទៅកាន់គាត់ថាកូនប្រុសរបស់ឯងមានសមត្ថភាពដល់ថ្នាក់ហ្នឹងណាតែបែបនេះក៏ធ្វើឲ្យលោកវាងបើកការវិបហាទៅកាន់បរិះម្នាក់នឹងឲ្យមានរបួសជាតិធ្ងន់តែម្ដងបើកញ្ញាមេរបស់យើងដែលស្ថិតនៅខាងក្នុងដែរក៏ត្រៀមបើកការវិបហាប៉ុន្តែផែនការរបស់នេះគឺបរាជ័យបាត់ទៅហើយដោយសារតែនារីម្នាក់គឺបានសម្លឹងឃើញនាងក៏ដូចជាស្រែកប្រកបប្រកាសណាជាលទ្ធផលឃើញថាកូនចៅរបស់លោកវាងក៏បានបើកការវិបហាទៅកាន់កញ្ញាមេរបស់យើងបណ្ដាឲ្យនាងមានរបួសនៅត្រង់ស្មាក៏ដូចជាមានរបួសនៅត្រង់ពោះជាច្រើនកន្លែងនាងក៏បានដេកដួលសន្លប់បាត់ស្មារតីហើយលោកវាងដែលមិនចង់ឲ្យភ្ញៀវទាំងឡាយឃើញនៅការស្លាប់របស់កញ្ញាមេនោះក៏បានបញ្ជាកូនចៅរបស់ខ្លួនយកនាងទៅចាត់ការនៅខាងក្រៅប៉ុន្តែនៅពេលនោះដែរកញ្ញាមេរបស់យើងក៏បានប្រើប្រាស់កម្លាំងចុងក្រោយរបស់នាងបើការវិវហាទៅកាន់ពួកគេហើយក៏បានទម្លុះចេញមកខាងក្រៅបាទបំបែកជញ្ជាំងកញ្ចក់នឹងឯងបាទហើយទីប៉ុតទៅកញ្ញាមេរបស់យើងក៏បានរួចខ្លួនមិនយូរប៉ុន្មានបន្ទាប់ពីនោះទៅយើងឃើញថាមិត្តភ័ក្តិម្នាក់របស់លោក Marelo ក៏បានប្រទះឃើញកញ្ញាមេកំពុងតែដេកសន្លប់ណាហើយក៏បានតាក់ទងទៅកាន់លោក Marelo លោក Marelo នឹងក៏ដូចចិត្តដែរគាត់ក៏បានមកពិនិត្យមើលស្ថានភាពរបស់នាងហើយមិនយូរប៉ុន្មានហ្នឹងគាត់ក៏សម្រេចចិត្តនាំកញ្ញាមេរបស់
យើងហ្នឹងទៅការអផាតមិននៃឪពុករបស់គាត់ដើម្បីទទួលការព្យាបាលពេលនោះដែរឃើញថាកញ្ញាមេក៏បានបង្ហាញរូបថតមួយសន្លឹកដែលមានវត្តមាននាងបងស្រីរបស់នាងការពីកុមារនាងនឹងធ្វើគ្រប់យ៉ាងដើម្បីសងសឹកឲ្យបងស្រីរបស់នាងឲ្យបានមកយប់បានបន្ទាប់ពីនោះទៅឃើញថាលោកម៉ារឡូក៏ទទួលទូរស័ព្ទពីលោក Hannibal ឲ្យមកកាន់កន្លែងមួយណាលោក Hannibal គឺបានប្រទះឃើញរថយន្តរបស់លោក Marlo ជារថយន្តដែលកញ្ញាមេបាននាំយកកាលពីថ្ងៃមុនហ្នឹងលោក Hannibal ក៏បានសម្រេចចិត្តដុតកំទេចរថយន្តនឹងចោលតែម្ដងដោយសារនៅក្នុងរថយន្តហ្នឹងគឺមានឈាមរបស់កញ្ញាយន្តអាចថាຕົកទៅប៉ូលីសនឹងធ្វើការស៊ើបអង្កេតតាមរយៈនឹងចឹងទៅបាទបន្ទាប់ពីនោះទៅលោក Hannibal ក៏លើកឡើងថាខ្លួនគឺមានអារម្មណ៍ស្រឡាញ់ចំពោះម្ដាយរបស់លោក Marlo ណាក៏សូមអនុញ្ញាតពីលោក Marlo ដើម្បីណាត់ជួបអ្នកស្រីនៅភោជនីយដ្ឋានមួយចឹងទៅព្រឹកបន្ទាប់ក៏បានមកដល់ឃើញថាលោក Marlo ក៏បានឲ្យថ្នាំសង្កូវទៅកាន់កញ្ញាមេក៏ដូចជាណែនាំខ្លួនគាត់ឈ្មោះនេះឈ្មោះនោះចឹងទៅពេលយប់ក៏បានមកដល់ឃើញថាកញ្ញាមេរបស់យើងបានធូរស្រាលខ្លះហើយចំពោះរបួសរាងកាយរបស់នាងប៉ុន្តែស្ថានភាពផ្លូវចិត្តផ្លូវអារម្មណ៍របស់នាងនៅតែមានការតានតឹងចឹងហើយនាងក៏សូមឲ្យលោក Marloនាំនាងចេញទៅខាងក្រៅដើរលេងនៅក្នុងទីក្រុងរ៉ូមនឹងចឹងទៅតែចុះដល់ឡើងពួកគេក៏បានប្រទះឃើញ poster ដែលពាក់ព័ន្ធជាមួយនឹងកម្មវិធី concert កូនប្រុសរបស់លោកវ៉ាងណាចឹងហើយកញ្ញាមេរបស់យើងក៏មានគំនិតភ្លាមតែម្ដងបាទហើយបន្ទាប់ពីហ្នឹងទៅកញ្ញាមេរបស់យើងក៏បានប្រាប់រឿងរ៉ាវការពីអតីតកាលរបស់នាងដោយថារយៈពេលជាង20ឆ្នាំហើយដែលនាងគឺបានរស់នៅលាក់ខ្លួននៅក្នុងផ្ទះរបស់នាងធ្វើបែបនេះគឺដោយសារតែគោលនយោបាយរបស់ចិនគឺមិនអនុញ្ញាតឲ្យគ្រួសារមួយមានកូនលើសពីមួយនោះទេមានតែបងស្រីរបស់នាងតែប៉ុណ្ណោះដែលអាចចេញមកខាងក្រៅហើយតែងតែប្រាប់រឿងរ៉ាវផ្សេងទៅកាន់នាងណាតែនៅថ្ងៃមួយបងស្រីរបស់នាងក៏បានធ្វើការសម្រេចចិត្តដ៏គ្រោះថ្នាក់មែនទែនដោយបានខ្លាចទៅជាជនតាប្រវេសខុសច្បាប់ធ្វើដំណើរមកកាន់ប្រទេសអ៊ីតាលីហ្នឹងដើម្បីផ្ដល់ឱកាសឲ្យកញ្ញាមេនឹងអាចចេញមកខាងក្រៅមានសេរីភាពណាតែយ៉ាងណាក៏ដោយមិននឹកស្មានថាលទ្ធផលទៅជាបែបនេះនោះទេកាត់មកដល់ជុតនេះវិញឃើញថាយប់បន្ទាប់ក៏បានមកដល់លោកវ៉ាងក៏បានមកដល់កន្លែងកម្មវិធី concert កូនប្រុសរបស់គាត់ហើយជាមួយគ្នាដែរឃើញថាលោក Marlo ក៏បានយកអាហារទៅកាន់កញ្ញាមេប៉ុន្តែក៏បានឃើញថាកញ្ញាមេមិនស្ថិតនៅនឹងនោះទេតែប៉ុន្តែកញ្ញាមេកំពុងធ្វើសកម្មភាពហើយដោយនាងកំពុងតែតាមពីក្រោយលោកវ៉ាងនឹងឯងលោកវ៉ាងដែលបានសម្លឹងឃើញវត្តមានរបស់កញ្ញាមេនោះគាត់ក៏សម្រេចចិត្តចាក់ចេញពីទីហ្នឹងដើម្បីកុំឲ្យមានភាពរញ៉េរញ៉ៃចំពោះកម្មវិធីកូនប្រុសរបស់គាត់ណាកញ្ញាមេរបស់យើងក៏បានដេញតាមពីក្រោយចុះឡើងរហូតដល់រោងចក្រដែលត្រូវបានគេបោះបង់មកកន្លែងលោកវ៉ាងក៏បានប្រើប្រាស់ផ្សែងខ្មៅនឹងហើយក៏បានបើកការវាយប្រហារយ៉ាងគួរភ្ញាក់ផ្អើលទៅកាន់កញ្ញាមេហើយការប្រយុទ្ធរវាងពួកគេទាំងពីរអ្នកពិតជាសហគមន៍ខើមែនទែនសុទ្ធតែចេះក្បាច់គុណចិនអីចឹងណាបាទហើយគណៈពេលការប្រយុទ្ធកំពុងតែតានតឹងនោះលោកវ៉ាងក៏បានទាញកំបិតចេញមកកញ្ញាមេរបស់យើងក៏បានទះកំបិតនឹងឲ្យខ្ទាតប៉ុន្តែគាត់ក៏ព្យាយាមយកវាមកប្រើដើម្បីវាយប្រហារម្ដងទៀតហើយនៅពេលនោះដែរកញ្ញាមេរបស់យើងក៏បានចាប់កាន់ឥដ្ឋមួយដុំវាយប្រហារទៅកាន់ក្បាលរបស់លោកវ៉ាងទីផុតទៅយើងឃើញថាលោកវ៉ាងមិនមែនជាដៃគូរបស់កញ្ញាមេទេកញ្ញាមេរបស់យើងក៏បានសួរថាហេតុអីបានជាលោកសម្រាប់អូនស្រីរបស់ខ្ញុំលោកវ៉ាងក៏បានប្រាប់ការពិតថារឿងវាចេះ Alfredo មានការស្រឡាញ់ជាខ្លាំងចំពោះកញ្ញាយន្តហើយក៏យកព្រមបោះបង់អាជីវកម្មគ្រប់បែបយ៉ាងហ្នឹងដើម្បីជាថ្នូរដោះដូរជាមួយនាងដែលជាកូនចៅរបស់ប៉ែហ្នឹងអញ្ចឹងទៅប៉ុន្តែការសម្រេចចិត្តបែបហ្នឹងគឺមិនងាយស្រួលទេនៅពេលដែលបានដឹងដល់ត្រចៀករបស់ប៉ែហានីបលប៉ែហានីបលគឺព្យាយាមបញ្ឈប់សកម្មភាពមួយហ្នឹងมันអាចឲ្យអាជីវកម្មគ្រួសារត្រូវបានបាត់បង់ដោយសារតែនារីជនជាតិចិនម្នាក់សាមញ្ញធម្មតានោះឡើយចឹងហើយដោយសារតែបាទការប្រទាំងផ្ទើបែបហ្នឹងនោះលោក Hannibal ក៏សម្រេចចិត្តសម្លាប់ទៅកាន់លោក Alfredo ចោលតែម្ដងហើយបន្ទាប់ពីហ្នឹងទៅលោកវ៉ាងដែលឃើញថាកញ្ញាយន្តគឺលែងមានតម្លៃហើយនោះក៏បានសម្រេចចិត្តសម្លាប់នាងដូចគ្នានៅពេលលើបាននេះព្រមក៏ធ្វើឲ្យកញ្ញាមេរបស់យើងទប់អារម្មណ៍មិនជាប់នោះទេនាងខឹងជាខ្លាំងនាងក៏បានធ្វើការសម្លាប់ចាត់ការទៅកាន់លោកវ៉ាងយ៉ាងសាហាវឃោឃៅអញ្ចឹងទៅបាទថ្ងៃបន្ទាប់ក៏បានម្ដងឃើញថាកញ្ញាមេរបស់យើងក៏បានទៅជួបជាមួយនឹងលោក Marlo ប្រាប់គាត់អំពីការពិតគ្រប់បែបយ៉ាងនៅពេលលោក Marlo ដឹងថាអ្នកពីក្រោយក្នុងការស្លាប់បាត់បង់ជីវិតពុករបស់គាត់គឺជាពូរបស់គាត់នោះគាត់ខឹងច្រឡោតជាខ្លាំងគាត់ក៏បានចាក់សោឃុំកញ្ញាមេនៅខាងក្នុងហើយគាត់ក៏សម្រេចចិត្តទៅសងសឹកតែម្នាក់ឯងចឹងទៅជាមួយគ្នាដែរយើងឃើញថាលោក Hannibal ដែលកំពុងត្រៀមញ៉ាំអាហារពេលល្ងាចជាមួយនឹងម្ដាយរបស់លោក Marlo នោះក៏ត្រូវបានទុចបង្អាក់ដោយវត្តមានរបស់លោក Marlo ដែលលោក Marlo ក៏បានយកអាហារមកក៏ដូចជាអង្គុយកណ្ដាលដែលធ្វើឲ្យលោក Hannibal នឹងមានអារម្មណ៍ស្រួលទេគាត់ក៏បានសម្រេចចិត្តចាក់ចែងពីទីហ្នឹងបន្ទាប់ហ្នឹងទៅលោក Marlo ក៏បានដេញពីក្រោយលោក Hannibal ហ្នឹងហើយទៅដល់កន្លែងមួយនោះពួកគេក៏បានប្រជុំមុខជាមួយគ្នាបាទលោក Marlo ក៏បានសួរថាហេតុអីបានជាលោកសម្រេចចិត្តសម្លាប់ទៅកាន់បងប្រុសរបស់ខ្លួនបែបនេះលោក Hannibal ក៏បានបញ្យល់រឿងរ៉ាវគ្រប់បែបយ៉ាងពាក់ព័ន្ធជាមួយនឹងមនុស្សស្រីម្នាក់ដែលធ្វើឲ្យវិនាសអាជីវកម្មគ្រួសារអញ្ចឹងណាយ៉ាងណាក៏ដោយលោក Marlo មិនព្រមស្ដាប់នោះទេគាត់ព្យាយាមវាយប្រហារទៅកាន់លោក Hannibal ដែលបែបនេះក៏ធ្វើឲ្យលោក Hannibal ក៏បានទាញកំភ្លើងភ្ជុងទៅកាន់លោក Marlo ហើយគណៈពេលដែលស្ថានភាពកំពុងតែតានតឹងខ្លាំងនោះឃើញថាកញ្ញាមេនិងម្ដាយ
របស់លោកម៉ែរ៉ូឡូក៏បានបង្ហាញខ្លួនពួកគេក៏បានស្ដាប់ឮរឿងរ៉ាវគ្រប់បែបយ៉ាងដែលលោក Hannibal បាននិយាយបាញ់មិញហ្នឹងចឹងហើយលោក Hannibal ដែលមិនអាចប្រឈមមុខជាមួយនឹងម្ដាយរបស់លោក Marello ក៏សម្រេចចិត្តបាញ់សម្លាប់ខ្លួននៅនឹងកន្លែងតែម្ដងតបពីហ្នឹងទៅពេលវេលាចេះតែកន្លងផុត10ឆ្នាំគឺបានមកដល់ហើយអ្វីគ្រប់យ៉ាងគឺមានការប្រែប្រួលកញ្ញាមេបានត្រឡប់ទៅកាន់ប្រទេសចិនបន្តការងារពាក្យពុករបស់នាងដែលបានបង្រៀនក្បាច់គុនកុងហ្វូទៅកាន់ក្មេងៗនៅក្នុងភូមិហើយបន្ថែមពីនោះទៅគឺថាប្តីរបស់នាងនៅពេលនេះគឺជាលោក Marello ពួកគេថែមទាំងមានកូនចំនួន2នាក់ផងដែរច្បាប់នៅប្រទេសចិនពេលនេះគឺមានការប្រែប្រួលហើយចង់បានកូនប្រមាណក៏យកទៅគ្មានទើសក្បាលណាទេបាទទីមកទៅឃើញថាពួកគេកំពុងតែរួមរស់យ៉ាងមានសេចក្តីសុខជាមួយគ្នាចឹងទៅបាទសាច់រឿងរបស់យើងក៏ត្រូវបានបញ្ចប់តែត្រឹមហ្នឹង